ប្រឹក្សានីតិវិទ្យាឬក៏ប្រឹក្សានីតិសាស្ត្រនីតិវិទ្យានីតិសាស្ត្រហ្នឹងយើងសម្គាល់របស់ពីរខុសគ្នានីតិវិទ្យាសំដៅទៅលើសេចក្តីរស់រវើកក្នុងការពិចារណារីឯនីតិសាស្ត្រសំដៅលើក្បួនខ្នាតសាស្ត្រហ្នឹងគឺក្បួនគម្ពីរអក្សរដល់ពេលវិទ្យាហ្នឹងគឺការដែលឧបដឹកសាស្ត្រាគម្ពីរទាំងអស់ហ្នឹងឲ្យនៅក្នុងសកម្មភាពចលនាមួយបាទនីតិវិទ្យាអញ្ចឹងនីតិវិទ្យាមានដំណើរការប្រព្រឹត្តទៅជាប់បណ្ដាច់រីឯនីតិសាស្ត្រគឺជាគម្ពីរក្បួនខ្នាតដែលតម្កល់ទុកនៅក្នុងឯកសារបណ្ដាសាស្ត្រឋានឬក៏បណ្ដាល័យប្រឹក្សាច្បាប់ខុសពីប្រឹក្សានីតិវិទ្យានៅត្រង់ថាប្រឹក្សាច្បាប់គឺផ្ដល់យោបល់អំពីនិត្យានុកូលភាពអំពីអនុលោមភាពនៃការកសាងបទដ្ឋាននៃសកម្មភាពរដ្ឋបាលស្របតាមច្បាប់ជាធរមានអ្វីក៏ដោយឲ្យតែមានចែងនៅក្នុងច្បាប់ជាធរមានហើយត្រូវពិនិត្យធានាឲ្យមានអនុលោមភាពអានឹងជាបេសកកម្មរបស់ផ្នែកប្រឹក្សាច្បាប់ផ្ទុយទៅវិញនៅក្នុងកិច្ចការកែតម្រង់វាមានការចាំបាច់មួយចំនួនទៀតក្នុងការកសាងច្បាប់ដែលនៅខ្ពស់ផុតអំពីច្បាប់ជាធរមានឬក៏ការកសាងបង្កើតច្បាប់ថ្មីអញ្ចឹងដើម្បីបង្កើតច្បាប់ថ្មីគឺមិនមែនត្រឹមតែពិនិត្យមើលទៅលើអនុលោមភាពនៃច្បាប់សេចក្តីព្រាងថ្មីនេះទៅនឹងច្បាប់ជាធរមានផ្សេងទៀតតាមវិស័យនានាតែប៉ុណ្ណោះទេតែថែមទាំងត្រូវពិនិត្យមើលអំពីប្រព័ន្ធវប្បធម៌ទស្សនាទានភាសាមូលដ្ឋានសមុដ្ឋាននៃការបង្កើតច្បាប់ហ្នឹងនៅក្នុងបរិការគោលនយោបាយសង្គមសេដ្ឋកិច្ចនីតិសាស្ត្ររបស់ជាតិយើងថែមទៀតអញ្ចឹងវិសាលភាពនៃការកសាងសេចក្តីព្រាងច្បាប់វិសាលភាពនៃចំណេះដឹងសម្រាប់ធ្វើជាមូលដ្ឋាននៃការកសាងសេចក្តីព្រាងច្បាប់នេះមានលក្ខណៈទូលំទូលាយណាស់តម្រូវឲ្យផ្នែកប្រឹក្សានីតិវិទ្យានេះយល់អំពីច្បាប់នៅលើសកលលោកផងយល់អំពីច្បាប់របស់ប្រទេសយើងផងហើយដើម្បីរកចំណុចកណ្ដាលមួយដែលអាចប្រែក្លាយស្ថានភាពបច្ចុប្បន្នទៅកាន់ស្ថានភាពថ្មីនៃនីតិសាស្ត្រដែលសមស្របតាមតម្រូវការរបស់សង្គមយើងអញ្ចឹងនេះហើយជាបេសកកម្មរបស់ផ្នែកប្រឹក្សានីតិវិទ្យាបាទអញ្ចឹងរបស់ទាំងពីរនេះខុសគ្នាបើយើងនិយាយថាបើធៀបមួយផ្ទះវិញប្រឹក្សាច្បាប់គឺអ្នករក្សាផ្ទះរីឯផ្នែកប្រឹក្សានីតិវិទ្យាជាអ្នកស្វែងរកឱកាសថ្មីដើម្បីមកកែលម្អទំនើបភាវូបនីយកម្មផ្ទះរបស់យើងបាទបើយើងនិយាយឲ្យស្រួលស្ដាប់ប្រឹក្សាច្បាប់គឺអ្នកដែលមើលកិច្ចការក្នុងផ្ទះរីឯប្រឹក្សានីតិវិទ្យាអ្នកដែលមើលកិច្ចការងារនៅខាងក្រៅផ្ទះប៉ុន្តែនៅជុំវិញផ្ទះហ្នឹងដដែលជាច្បាប់ដដែលបាទ